មានក្តីស្រមៃចង់មកសិក្សានៅប្រទេសអូស្ត្រាលីមែនទេអាហារូបករណ៍ Australia Awards នឹងធ្វើឲ្យក្តីស្រមៃនេះក្លាយជាការពិត Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ផ្ដល់ជូនយុវជនដែលមានទេពកោសល្យក៏ដូចជាអ្នកដឹកនាំជំនាន់ក្រោយនៃសកលលោកនៅឱកាសមួយដើម្បីធ្វើការសិក្សាការស្រាវជ្រាវនិងការអភិវឌ្ឍវិជ្ជាជីវៈក្នុងប្រទេសអូស្ត្រាលីតាមរយៈវគ្គសិក្សាខ្លីៗឬថ្នាក់ក្រៅឧត្តមសិក្សានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបទពិសោធន៍របស់ខ្ញុំអំពីការត្រៀមរៀបចំដាក់ពាក្យនិងគន្លឹះខ្លះៗដែលអាចជួយឲ្យពាក្យសុំរបស់យើងទទួលបានជោគជ័យមុនពេលដាក់ពាក្យអ្វីដែលត្រូវធ្វើមុនគេនោះគឺចំណាយពេលស្វែងយល់ព័ត៌មានអំពីអាហារូបករណ៍ Australia Awards តាមរយៈគេហទំព័រឬបណ្ដាញសង្គមផ្លូវការដើម្បីយល់ច្បាស់នូវអត្ថប្រយោជន៍លក្ខខណ្ឌនិងដំណើរការជ្រើសរើសព្រមទាំងកាលបរិច្ឆេទសំខាន់ៗផងដែរជំហានទី2ពិនិត្យមើលលក្ខខណ្ឌត្រូវការដើម្បីដឹងថាយើងអាចដាក់ពាក្យបានឬអត់ដែលជាគោលមានដូចជាបទពិសោធន៍ការងារប្រវត្តិសិក្សាបន្ទុកភាសាអង់គ្លេសនិងលក្ខខណ្ឌពាក់ព័ន្ធដទៃទៀតបន្ទាប់មកចំណាយពេលស្រាវជ្រាវវគ្គសិក្សានិងសាកលវិទ្យាល័យដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសយកមកដាក់ក្នុងពាក្យសុំរបស់យើងក្រោយពីមានវគ្គសិក្សានិងសាកលវិទ្យាល័យក្នុងចិត្តរួចហើយធ្វើការដាក់ពាក្យប្រឡងភាសាអង់គ្លេសអាចជា IELTS, TOEFL ឬ PTE ជាមួយនឹងគោលដៅបន្ទុកដែលបំពេញតម្រូវការនៃសាកលវិទ្យាល័យដែលបានជ្រើសរើសតមករៀបចំឯកសារភ្ជាប់ដែលជាចម្បងរួមមានសញ្ញាបត្រសាកលវិទ្យាល័យប្រតិបត្តិបន្ទុកឯកសារសម្គាល់ខ្លួនដូចជាអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនជាដើមលិខិតបញ្ជាក់បទពិសោធន៍ការងារលទ្ធផលតេស្តភាសាអង់គ្លេសនិងប្រវត្តិរូបសង្ខេបក្នុងទម្រង់ដែលបានកំណត់អាចរកបាននៅលើគេហទំព័រ Australia Awards Cambodia ព្រមទាំងឯកសារចាំបាច់ផ្សេងទៀតតម្រូវទៅតាមវគ្គសិក្សាដែលបានជ្រើសរើសរួចហើយធ្វើការបង្កើត account នៅលើ online application portal សម្រាប់ធ្វើការបញ្ចូលទិន្នន័យនិងឯកសារភ្ជាប់ដើម្បីដាក់ពាក្យជំហានសំខាន់ជាងគេនោះគឺការបំពេញពាក្យនៅលើ portal តាមជំហាននីមួយៗដែលអាចប្រើពេលដែរដូច្នេះហើយសូម save ទិន្នន័យដែលយើងបានបំពេញដើម្បីជៀសវាងការបាត់បង់នៅពេលយើងមកធ្វើបន្តនៅពេលក្រោយចុងក្រោយគេបន្ទាប់ពីបំពេញរួចរាល់និងភ្ជាប់ឯកសារហើយពិនិត្យមើលឡើងវិញនិងធ្វើការដាក់ពាក្យឲ្យបានមុនថ្ងៃផុតកំណត់ចំពោះគន្លឹះសំខាន់ដែលអាចជួយឲ្យពាក្យសុំរបស់យើងទទួលបានជោគជ័យរួមមានទី1គឺចូលរួម information session ផ្ដល់ជូនដោយ Australia Awards Cambodia ដើម្បីបានដឹងព័ត៌មានបន្ថែមនិងជាពិសេសជាឱកាសសួរសំណួរផ្សេងៗផងដែរទី2ចាប់ផ្ដើមស្រាវជ្រាវវគ្គសិក្សានិងសាកលវិទ្យាល័យក៏ដូចជាការរៀបចំពាក្យសុំឲ្យទាន់ពេលដើម្បីអាចមានពេលគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវនិងបំពេញទិន្នន័យប្រកបដោយគុណភាពទី3ត្រូវច្បាស់ពីគោលបំណងរបស់យើងថាហេតុអ្វីយើងសម្រេចចិត្តដាក់ពាក្យហេតុអ្វីជ្រើសរើសវគ្គសិក្សានិងសាកលវិទ្យាល័យនោះតើវានឹងផ្ដល់អ្វីខ្លះដល់ការអភិវឌ្ឍអាជីពរបស់យើងនិងផែនការបន្ទាប់ពីរៀនចប់ទី4អានសេចក្តីណែនាំនៅលើ online application portal ឲ្យយល់ច្បាស់ជាពិសេសទៅលើសំណួរថាតើមានគោលបំណងអីដើម្បីយើងអាចផ្ដល់ចម្លើយដែលឆ្លើយតបនឹងគោលបំណងនោះទី5ការអាននិងពិនិត្យឡើងវិញដែលពាក់ព័ន្ធនឹងចំណុចទី2ដែរទៅលើពេលវេលាយើងត្រូវការមានពេលវេលាគ្រប់គ្រាន់ដើម្បីមានឱកាសមើលឡើងវិញនិងកែតម្រូវតាមចាំបាច់នោះយើងនឹងកាន់តែមានភាពជឿជាក់លើ application របស់យើងចុងក្រោយគេនោះគឺជៀសវាងដាក់ពាក្យនៅថ្ងៃចុងក្រោយឬនាទីចុងក្រោយដោយសារជាពេលដែល system អាចមានប្រតិបត្តិការច្រើនហើយអាចបង្កជាបញ្ហាបច្ចេកទេសផ្សេងៗដែលអាចប៉ះពាល់ដល់ការដាក់ពាក្យរបស់យើងហើយនេះសូមធ្វើការដាក់ពាក្យឲ្យបានមុនថ្ងៃផុតកំណត់ដូច្នេះការចែករំលែករបស់ខ្ញុំមានតែប៉ុណ្ណឹងទេសង្ឃឹមថាអាចជួយបងប្អូនដែលមានបំណងចង់ដាក់ពាក្យអាហារូបករណ៍ Australia Awards នេះហើយក៏សូមអរគុណចំពោះការតាមដានទស្សនាពីដើមដល់ចប់សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចចូលទៅកាន់គេហទំព័ររបស់ Australia Awards Cambodia តាមរយៈ link នេះជាចុងក្រោយខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនដែលមានក្តីស្រមៃចង់ទៅរៀននៅប្រទេសអូស្ត្រាលីសូមជឿជាក់លើខ្លួនឯងសិក្សាស្វែងយល់បន្ថែមនិងធ្វើការដាក់ពាក្យទាំងអស់គ្នានិងសូមជូនពរឲ្យទទួលបានជោគជ័យផងដែរសូមអរគុណសូមជម្រាបលា